សួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទជំសេងលីហើយថ្ងៃនេះគឺខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីសត្វល្អិតចូលបំផ្លាញសសក់ទ្រើងអញ្ចឹងក្នុងកំឡុងពេលដែលវាកាន់ផ្លែតែតែមានសត្វល្អិតផ្សេងចូលមកបំផ្លាញជាពិសេសពពួករុយចោលផ្លែជាដើមសួរថានៅកំឡុងពេលនេះតើយើងត្រូវធ្វើនឹងយ៉ាងម៉េចដើម្បីកម្ចាត់ពពួកទាំងអស់ហ្នឹងបាទចំពោះកសិករទូទៅគឺភាគច្រើនគឺគាត់ប្រើប្រាស់ថ្នាំគីមីដើម្បីបាញ់សម្លាប់វាទៅប៉ុន្តែបើតាមផ្ទះខ្ញុំជឿថាគឺអត់មានប្រើទាំងអស់គឺទុកឲ្យវាទៅធម្មជាតិអញ្ចឹងកើតអីគឺកើតទៅឲ្យវានៅធម្មជាតិពុកម៉ែបងប្អូនអានេះលក្ខណៈថាมันមានត្រឹមតែរុយចោលផ្លែទៅគឺវាមានស្រាំងមានអីនឹងដែរចោះអញ្ចឹងធ្វើឲ្យខ្លារបស់យើងខូចខាតហើយលក់ទៅលើទីផ្សារបានទេប៉ុន្តែអ្នកដែលគាត់ដាំយកទៅលក់លើទីផ្សារគឺបាញ់គីមីសឹងតែ 90% ហើយអញ្ចឹងខ្ញុំអាចណែនាំពុកម៉ែបងប្អូនគ្នាឲ្យចេះប្រើប្រាស់នៅផលិតផលដែលផលិតដោយខ្លួនឯងដូចជាប្រេងឈូងកាមអញ្ចឹងពេលយើងដុតហើយគឺអាចយកប្រេងហ្នឹងលីជាមួយទឹកហើយយើងយកមកបាញ់នៅលើដំណាំព្រោះអីវាគឺជាប្រភេទលក្ខណៈថាបណ្ដេញសត្វល្អិតវាមានជាតិជូរហើយនឹងក្លិនខ្លាំងអញ្ចឹងធ្វើឲ្យសត្វល្អិតមិនហ៊ានចូលមកផ្លែរបស់យើងទេហើយវាក៏ធម្មជាតិដែរអញ្ចឹងវីដេអូរបស់ខ្ញុំគឺអត់មានអីច្រើនទេគ្រាន់តែណែនាំពុកម៉ែបងប្អូនអរគ្នាឲ្យជៀសវាងពីការប្រើប្រាស់គីមីឲ្យបានច្រើនបន្តិចវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណពុកម៉ែបងប្អូន